អូនឈ្មោះអីគេឈ្មោះឆនលំអងដោយសារអូនមានបញ្ហាមាត់ចឹងទៅអូននិយាយអត់សូវច្បាស់ទេហាអូនយុម៉ានហើយអូនអាយុ12ឆ្នាំអូននៅមួយណាគេនៅមួយម៉ាក់អូនទៅរៀនដល់ថ្ងៃទៅរៀនពីថ្ងៃណាដល់ថ្ងៃណាពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍មកពីរៀនវិញអូនជួយការងារប៉ាម៉ាក់អត់ជួយធ្វើគេខ្លះចានបាយអត់បាយធ្វើគេទៀតជួយដេញទាយាយណែអស់ហើយណាតើគ្រួសាររបស់អូនមានភពចំណូលអីគេខ្លះដល់ណាបានមកពីអីគេខ្លះម៉ាក់ធ្វើចាក់ទៅរោងចក្រហើយចំណូលប្រចាំខែបានប្រហែលចាស់ស្ថានភាពគ្រួសារវិញអូនត្រូវចំណាយទៅលើថ្លៃអាហារថ្លៃសិក្សាយ៉ាងបាត់ដែរបាទហើយមានការខ្វះអត់ខ្វះម៉ែអូនខ្វះខ្វះម៉ែច្រើនដាងភាសាតែគ្រួសាររបស់យើងត្រូវការសងមរអីចុះអូននេះអ្នកទីម៉ែនេះអ្នកទី5អូនចូលចិត្តរៀនអត់ចូលចិត្តរៀនជាប់លេខម៉ែរៀនជាប់លេខ13ហើយអូនប្រឈមនឹងអ្វីខ្លះដែលជាឧបសគ្គសម្រាប់អូនក្នុងការដែលរៀនណាការទៅរៀនអូនខ្វះខាតអីគេខ្លះអត់កងជីអត់មានកងជីមានកាពិតាអត់សភៅអត់បិចតាវាទៀតលុយចាយគ្រប់គ្រាន់ចាយអត់គ្រប់គ្រាន់អត់នៅអូនធំឡើងអូនចង់ធ្វើគេចង់ធ្វើអីចង់ធ្វើអ្នកគ្រូអូកាយមែនតើអូនគិតថានៅពេលអូនបានជំនួយហើយតើជំនួយនឹងអាចជួយឲ្យគេអូនខ្លះជួយផ្គត់ផ្គង់ការសិក្សារបស់អូនអូនសួរអូខេសំខាន់នឹងជំនួយនឹងជួយទីដៃកាន់តោទៀតអូនដោយអូនមានលុយសម្រាប់ចិត្តឲ្យរៀនទិញសភៅទិញប៊ិចគេទៀតទិញកង់អត់ទុកតាអូនដែលទទួលជំនួយពីអង្គការតែទៀតអត់អាចតែជួយរាយកាត់មួយទៅហើយអូនសង្ឃឹមថានឹងមានការប្រែប្រួលតាមរយៈជំនួយនឹងដែរអត់គិតថានឹងទទួលបានការបន្ធូរបន្ថយអីទៅខ្លះដោយសារជំនួយហ្នឹងជួយអីអូនខ្លះនេះលើជួយឲ្យអូនបានទៅរៀនជួយផ្គត់ផ្គង់គ្រួសារអូនជួយទុកលំបាកដល់ម៉ាក់ជួយលំបាកដល់ចាស់ម៉ាក់ឲ្យកូនអរគុណព្រះអង្គចាស់ប៉ានៅអត់មានម៉ាក់ចឹងគាត់គឺជាកូនកំព្រាគាត់អត់មានប៉ាអញ្ចឹងស្ថានភាពនៅក្នុងគ្រួសាររបស់គាត់ពិបាកហើយគាត់មានជំងឺឆែបមាត់ត្រូវការព្យាបាលហើយអូនអត់មានលុយព្យាបាលទេមែនអត់អូនចង់ឲ្យព្យាបាលមាត់អូនអត់ចង់អញ្ចឹងគាត់ត្រូវការជំនួយដើម្បីព្យាបាលជំងឺមាត់របស់គាត់ត្រូវការយកលុយយកទៅរៀនហើយពីពិសេសនោះគឺគាត់ចង់រៀនមានតែប៉ុណ្្នឹងអស់